ព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីបានយាងចាក់ចេញពីកម្ពុជាទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងប្រទេសចិននៅព្រឹកថ្ងៃទី27ខែកុម្ភៈឆ្នាំ2026នេះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីស្ដេចយាងធ្វើដំណើរចាក់ចេញពីកម្ពុជាហើយដើម្បីពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនតាមរយៈព្រះរាជសារនៅក្នុងឱកាសអវត្តមានរបស់ព្រះករុណាព្រះមហាក្សត្រសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធភាពនឹងទទួលជួយក្នុងព្រះបរមនាមព្រះមហាក្សត្រជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបថាក្រោមចំណងទំនាក់ទំនងដ៏ស្អិតរមួតរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរនិងព្រះមហាក្សត្រីការយកចិត្តទុកដាក់របស់ក្រមគ្រូពេទ្យចិនគឺបានចាប់ផ្ដើមឡើងតាំងពីអតីតព្រះមហាក្សត្រសម្ដេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋព្រះវររាជបិតាជាតិខ្មែរការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រក្រមវិជ្ជាបណ្ឌិតចិនតែងយាងព្រះមហាក្សត្រខ្មែរនិងព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដងមួយដងធ្វើឡើងនៅដើមឆ្នាំហើយមួយដងទៀតធ្វើឡើងនៅចុងឆ្នាំកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាក្រុមហ៊ុនទេសចរដ៏ធំពិភពលោក G Adventure ស្នើក្រសួងទេសចរគាំទ្រនិងសម្របសម្រួលរៀបចំមហាសន្និបាតប្រតិបត្តិការទេសចរសកលលោកប្រចាំឆ្នាំ2026នៅកម្ពុជាកាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026ឯកឧត្តមហ៊ុនថារដ្ឋមន្ត្រីក្រសួងទេសចរបានអនុញ្ញាតជូនលោក Mahawat Archer តំណាងក្រុមហ៊ុន G Adventure និងសហការីជួបសម្ដែងការគូសំនិងពិភាក្សាការងារលើការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅទីស្តីការក្រសួងទេសចរក្នុងឱកាសជំនុំនេះភាគីក្រុមហ៊ុន G Adventure បានគោរពស្នើសុំការគាំទ្រពីក្រសួងទេសចរលើការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនិងជំនួបពីប្រតិបត្តិការទេសចរពិភពលោកនៅកម្ពុជារួមមានការផ្ដល់ទីតាំងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំការរៀបចំដំណើរទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាបជាកិច្ចឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ល្អរបស់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាប្រារព្ធព្រឹត្តិការណ៍អន្តរជាតិដ៏ធំហើយក្រសួងបានផ្ដល់ការគាំទ្រនិងឯកភាពលើសំណើសុំរបស់ក្រុមហ៊ុនជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមដ៏ល្អរបស់ក្រុមហ៊ុននិងបានបញ្ជាក់ថាកម្ពុជាគឺជាគោលដៅទេសចរមានសុវត្ថិភាពនិងមានសក្តានុពលខ្ពស់សម្រាប់ការធ្វើដំណើរវិនិយោគនិងរៀបចំព្រឹត្តិការណ៍សកលលោកដោយសង្ឃឹមថាការរៀបចំព្រឹត្តិការណ៍ GX Annual Summit 2026 នៅកម្ពុជានឹងរួមចំណែកលើកកម្ពស់វិស័យទេសចរនិងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកម្ពុជានិងប្រេស៊ីលឯកភាពបង្កើតផែនការសកម្មភាពជាក់ស្ដែងដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025
កាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026 ឯកឧត្តមហួតហរដ្ឋមន្ត្រីក្រសួងទេសចរបានអនុញ្ញាតជូនលោកជំទាវវិវៀនលូសានម៉ាទីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជានិងសហការីចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរនៅទីស្តីការក្រសួងទេសចរក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍និងអបអរសាទរចំពោះការតែងតាំងលោកជំទាវជាឯកអគ្គរដ្ឋទូតដែលមាននិវត្តនស្ថាននៅកម្ពុជាដំបូងគេនិងការបើកស្ថានទូតនៅកម្ពុជាដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃចំណងការទូតនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលមានរយៈពេល32ឆ្នាំគិតចាប់តាំងពីឆ្នាំ1994ទន្ទឹមនឹងនេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានគូបញ្ជាក់ពីលទ្ធភាពគូជាទីមោទនៈលើការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចររវាងកម្ពុជានិងប្រេស៊ីលតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីសហប្រតិបត្តិការទេសចរកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025រវាងក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងទេសចរនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យរៀបចំឲ្យមានផែនការសកម្មភាពជាក់ស្ដែងនិងលំអិតតាមដំណាក់កាលនីមួយៗដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលសម្ដៅជំរុញកំណើនភ្ញៀវទេសចរការវិនិយោគក្នុងវិស័យទេសចរនិងការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរកាន់តែសកម្មនិងជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរជាកិច្ចឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជូនពររបស់ឯកឧត្តមរដ្ឋមន្ត្រីនិងបានសម្ដែងនៅការគាំទ្រចំពោះសំណើខាងលើដោយបានបដិញ្ញាសម្របសម្រួលជាមួយក្រសួងទេសចរប្រេស៊ីលដើម្បីជំរុញឲ្យមានផែនការសកម្មភាពជាក់ស្ដែងសម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់ដែលបានចុះកន្លងមកឲ្យកាន់តែមានប្រសិទ្ធភាពនិងផ្ដល់ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកូនក្តាមថ្មប្រមាណ 8,000 ក្បាលត្រូវបានលែងទៅក្នុងធម្មជាតិដើម្បីជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីនិងលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិក្រសួងបរិស្ថានតាមរយៈគម្រោងបន្សាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជានៅថ្ងៃទី26ខែកុម្ភៈឆ្នាំ2026បានលែងកូនក្តាមថ្ម400គីឡូក្រាមស្មើនឹងចំនួនកូនក្តាមប្រមាណ 8,000 ក្បាលចូលទៅក្នុងធម្មជាតិក្នុងសហគមន៍តំបន់ការពារធម្មជាតិពីមក្រសោបនិងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាងក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុងដើម្បីស្ដារធនធានជលផលពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជានិងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិលោកសុយធាប្រធាននាយកដ្ឋានអភិរក្សនិងតំបន់ឆ្នេរនិងសមុទ្រអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថានបានឲ្យដឹងថាសកម្មភាពលែងក្តាមថ្មនេះក្នុងគោលបំណងបង្កើនធនធានក្តាមថ្មនៅក្នុងតំបន់សមុទ្រនិងក៏ដូចជាការអប់រំណែនាំដល់បងប្អូនសហគមន៍ចូលរួមថែរក្សាការពារធនធានធម្មជាតិដូចជាព្រៃកោងកាងនិងធនធានជីវៈចម្រុះនៅក្នុងព្រៃកោងកាងនៅក្នុងតំបន់ការពារធម្មជាតិឲ្យមានភាពល្អប្រសើរនិងជាកន្លែងស្តុកធនធានសមុទ្របង្កើនការចូលរួមការពារធនធានសមុទ្រក៏ដូចជាធនធានជីវៈចម្រុះនៅក្នុងតំបន់ព្រៃកោងកាងនិងការដកហូតធនធានសមុទ្រប្រកបដោយចីរភាពឯកឧត្តមខ្វៃអតីតជាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឲ្យដឹងថាការអភិរក្សធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនិងផ្ដល់ចំណូលសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋទើបមានការលែងក្តាមទាំងនេះចូលទៅព្រៃកោងកាងដែលជាជំរករបស់ពួកវាឯកឧត្តមក៏ស្នើដល់ប្រជាពលរដ្ឋចូលរួមការពារអភិរក្សធនធានជលផលដែលកំពុងមានបន្ថែមទៀតទៅអនាគតជៀសវាងការនេសាទខុសច្បាប់ហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ
ឯកឧត្តមខ្វៃអតីតជាបានបន្តថាក្រៅពីលែងក្តាមពូជទាំងអស់នេះហើយសូមប្រជាសហគមន៍បន្តដាំស្ដាព្រៃកោងកាំងបន្ថែមទៀតដើម្បីបង្កើនគម្របព្រៃបៃតងកាន់តែច្រើនក្រសួងនិងមន្ទីរបរិស្ថានរាជធានីខេត្តបានបណ្ដុះកូនឈើជាច្រើនលានដើមចែកជូនដល់មហាជនយកទៅដាំនៅតាមផ្ទះវត្តអារាមឬទីសាធារណៈនិងដាំស្ដាព្រៃសហគមន៍នៅឆ្នាំ2026ក្រសួងបរិស្ថានក្រុងចែកកូនឈើ5លានដើមបន្ថែមទៀតបើតាមឯកឧត្តមខ្វៃអតីតជាការពង្រឹងអភិរក្សធនធានធម្មជាតិនេះមិនត្រឹមតែយន្តការបន្សាំនឹងការប្រែប្រួលអាកាសធាតុនោះពលគឺវាជួយបង្កើនចំនួនធនធានជលផលនិងទាក់ទាញអ្នកទេសចរដែលជួយអភិវឌ្ឍជីវភាពប្រជាជនផងដែរលោកអនសុធារិទ្ធអភិបាលរងខេត្តកោះកុងចាត់ទុកការលែងកូនក្តាមនិងពូជក្តាមថ្មនៅតំបន់សហគមន៍អេកូទេសចរព្រៃកោងកាងពីមក្រសោបនិងតំបន់ការពារធនធានធម្មជាតិបឹងកាចាំងនេះជាការធានាសន្តិសុខស្បៀងអាហារទៅថ្ងៃមុខក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋតាមតំបន់ឆ្នេរនិងបន្សាំការប្រែប្រួលអាកាសធាតុផងដែរលោកអភិបាលរងខេត្តកោះកុងខេត្តក៏មានវារីវប្បកម្មចិញ្ចឹមក្តាមថ្មក្តាមសេះនិងត្រីសំដៅដល់មិនរំពឹងលើការនេសាទបែបធម្មជាតិនោះឡើយគូកត់សម្គាល់ថាក្តាមក៏ដូចជាធនធានជលផលសមុទ្រជាច្រើនប្រភេទកំពុងរងគ្រោះពីការនេសាទនិងថយចុះគួរឲ្យព្រួយបារម្ភដូច្នេះការលែងកូនក្តាមថ្មនៅពេលនេះគឺជួយបង្កើនធនធានក្តាមឲ្យមានកាន់តែច្រើនតាមរយៈការលែងចូលក្នុងសមុទ្រព្រៃកោងកាងនិងសហគមន៍មូលដ្ឋាននានាកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាប៉ាគីស្ថាននិងអាហ្គានីស្ថានផ្ទុះអាវុធនឹងគ្នាសារជាថ្មីក្រោយមានអរិភាពជាច្រើនថ្ងៃនៅថ្ងៃសុក្រទី27ខែកុម្ភៈឆ្នាំ2026ប្រទេសប៉ាគីស្ថានបានបកកាវីប្រហារតាមផ្លូវអាកាសលើទីក្រុងកាប៊ុលនិងទីក្រុងខេនដាហារបស់អាហ្គានីស្ថានដោយបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអាហ្គានីស្ថានបានវាយប្រហារលើកងកម្លាំងព្រំដែនប៉ាគីស្ថាននៅក្នុងអ្វីដែលរដ្ឋាភិបាលតាលីបង់និយាយថាជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថានកាលពីប៉ុន្មានថ្ងៃមុនយោធានៃប្រទេសទាំងពីរបានអះអាងរៀងៗខ្លួនថាពួកគេបានកំទេចនិងដណ្ដើមគ្រប់គ្រងប៉ុស្តិ៍យាមជាច្រើននៅតាមបណ្ដោយព្រំដែនក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថានលោកអាតាយូឡាថារ៉ាបានឲ្យដឹងថាកងទ័ពប៉ាគីស្ថានបានវាយប្រហារតាមផ្លូវអាកាសដោយកំណត់គោលដៅលើខ្សែការពាររបស់រដ្ឋាភិបាលតាលីបង់នៅក្នុងទីក្រុងកាប៊ុលខេត្តផាធានិងទីក្រុងខេនដាហានៅក្នុងទីក្រុងកាប៊ុលផងដែរអ្នកសារព័ត៌មាន AFP បានលើសំឡេងយន្តហោះចម្បាំងនិងស្នូផ្ទុះជាច្រើនគ្រាប់ព្រមទាំងស្នូកាំភ្លើងបាញ់ប្រហារគ្នាមានរយៈពេលជាង2ម៉ោងមិនតែប៉ុណ្ណោះគេលើសំឡេងយន្តហោះចម្បាំងយន្តហោះពីលើទីក្រុង Kandahar ស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្គានីស្ថានដែលជាមូលដ្ឋានរបស់មេដឹកនាំកំពូលតាលីបង់លោកហ៊ីបាយូឡាអាហ៊ុនហ្សាដាខាងរដ្ឋាភិបាលតាលីបង់បានទទួលស្គាល់ការវាយប្រហាររបស់ប៉ាគីស្ថានតែបញ្ជាក់ថាមិនមានសេចក្តីរាយការណ៍ពីអ្នកបាត់បង់ជីវិតឬរងរបួសនោះទេគូបញ្ជាក់ថាខាងយោធាអាហ្គានីស្ថានបានអះអាងថាទាហានប៉ាគីស្ថានចំនួន10នាក់ត្រូវបានសម្លាប់និងប៉ោះព្រំដែនចំនួន13ត្រូវបានរឹបអូសក្នុងការវាយប្រហារកាលពីថ្ងៃប្រហោះដែលតាលីបង់និយាយថាធ្វើឡើងជាការសងសឹកទៅនឹងការវាយប្រហាររបស់ប៉ាគីស្ថាននៅតាមបណ្ដោយព្រំដែនអាហ្គានីស្ថានកាលពីថ្ងៃអាទិត្យសប្តាហ៍មុនប៉ាគីស្ថានវិញបាននិយាយថាខ្លួនបានសម្លាប់អ្នកប្រយុទ្ធតាលីបង់យ៉ាងហោចចំនួន70នាក់ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យការអះអាងរបស់ភាគីទាំងសងខាងមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើង
ប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា ប្រទេសដាណឺម៉ាកត្រៀមរៀបចំការបោះឆ្នោតសកលចំពោះមុខភាពស្មុគស្មាញលើបញ្ហា Greenland លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាកបាននិយាយថាដាណឺម៉ាកនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី24ខែមីនាខាងមុខខណៈដែលលោកស្រីស្វែងរកការគ្រប់គ្រងថែមទៀតសម្រាប់គោលជំហរប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិកពាក់ព័ន្ធបញ្ហាដែនដី Greenland នេះបញ្យងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី27ខែកុម្ភៈឆ្នាំ2026លោកស្រី Mette Frederiksen បានថ្លែងយ៉ាងដូចនេះថាការបោះឆ្នោតនឹងក្លាយជាការសម្រេចចិត្តព្រោះវាមានរយៈពេល4ឆ្នាំទៅមុខដែលយើងក្នុងនាមជាជនជាតិដាណឺម៉ាកនិងជនជាតិអឺរ៉ុបពិតជាត្រូវពឹងលើខ្លួនឯងយើងត្រូវតែកំណត់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកហើយរៀបចំឡើងវិញដើម្បីធានាសន្តិភាពនៅលើទ្វីបរបស់យើងវិបត្តិ Greenland បានធ្វើឲ្យលោកស្រី Frederiksen លេចមុខលើឆាកអន្តរជាតិនិងជំរុញការគាំទ្រចំពោះលោកស្រីបន្ថែមលើការគាំទ្រពីមុនតាក់ទងការឆ្លើយតបបានឆាប់រហ័សចំពោះបញ្ហាជំងឺ COVID-19 ព្រមទាំងការកសាងការគាំទ្រអឺរ៉ុបសម្រាប់អ៊ុយក្រែនការបោះឆ្នោតនេះក៏នឹងក្លាយជាការធ្វើតេស្តផងដែរថាតើអ្នកបោះឆ្នោតនឹងផ្ដល់រង្វាន់ដល់ការដឹកនាំអន្តរជាតិរបស់លោកស្រីនិងការការពារអធិបតេយ្យភាពដាណឺម៉ាកឬជាការដាក់ទោសលើរដ្ឋាភិបាលលោកស្រី Frederiksen ជុំវិញអ្វីដែលអ្នករិះគន់និយាយថាមានការមិនយកចិត្តទុកដាក់ចំពោះបញ្ហាក្នុងស្រុក